ส่วนในต่อคนี้ខ្ញុំបានឈ្មោះខុងជីយ៉ងជាឈ្មោះជាភាសាចិនហើយឈ្មោះខ្មែររបស់ខ្ញុំគឺបញ្ញវន្តខ្ញុំជាសិស្សនៅសាកលវិទ្យាល័យហួឆៅនៅ Department ស៊ីម៉ុយឈំពួរហើយឥឡូវនេះខ្ញុំកំពុងតែនៅវិញឈើឡូនៅក្នុងទីក្រុងសៀមរាបផ្ទាល់តែម្ដងបាទនិយាយតាមត្រង់តែម្ដងគឺដែលសិក្សានៅទីនេះផ្ទាល់គឺបានរៀនសូត្រពីវប្បធម៌នៅទីបានច្រើនមែនទែនបាទអាចនិយាយបានថាដែលខ្ញុំបានសិក្សាច្បាស់ជាងគេគឺអំពីបុគ្គលដ៏ល្បីមួយរូបគឺលោកឆិនចាកឹងដែលគាត់គឺជាបុគ្គលដែលល្បីល្បាញជាងគេនៅក្នុងខេត្តហ្វូជានេះផ្ទាល់តែម្ដងបាទហើយអ្វីដែលធ្វើឲ្យខ្ញុំបានស្គាល់ច្បាស់ជាងនឹងទៀតដែលវប្បធម៌ហួឆៅដែលជនជាតិចិនទៅនៅបានទៅនៅបរទេសបាទនេះគឺជាអ្វីដែលធ្វើឲ្យខ្ញុំរំភើបនិងមានអារម្មណ៍ថាភ្ញាក់ផ្អើលនៅពេលបានឃើញពួកគាត់បានទៅដល់ស្រុកគេហើយយើងដឹងថាពួកគាត់ក៏ជាបុគ្គលដែលល្បីនៅក្នុងពិភពលោកផងដែរបាទដែលខ្ញុំចង់ចូលទៅក្នុងការ live វីដេអូនៅក្នុងថ្ងៃនេះគឺមានអារម្មណ៍ថាសប្បាយហើយបើសិនជាមួយផ្នែកទៀតគឺចង់សិក្សារៀនសូត្រអំពីការដែលធ្វើការ live វីដេអូលក់ទំនិញក៏ដូចជាសិក្សាពីវប្បធម៌បន្ថែមនៅក្នុងស្រុកចិននេះផងដែរបាទព្រោះបើសិនជាយើងបានស្គាល់បានច្បាស់ហើយបានរៀនសូត្របានច្រើនជាងនឹងទៀតធ្វើឲ្យយើងក៏កាន់តែអភិវឌ្ឍខ្លួនឯងបានច្រើនជាងមុនដែរ